មួយនោះសូមសម្លេងស្វាគមន៍ដល់កញ្ញាដួងម៉ាណាចាសុខសប្បាយចាជាស្រ័យផងណាមានអារម្មណ៍ថាជួបកម្មវិធីលើកទី1ចាអារម្មណ៍របស់នាងខ្ញុំគឺថ្ងៃនេះគឺហាក់បីដូចជាសប្បាយចិត្តខុសប្លែកពីធម្មតាព្រោះថាបានចូលរួមនៅក្នុងកម្មវិធីហើយជាតារាកិត្តិយសរាល់ដងធ្លាប់ឈរលើឆាកនេះតែជាទីកញ្ញានារីតែកញ្ញានារីក៏មកតែកញ្ញានារីក៏មិនប្រឡងបានឆ្នាំមុនបាទជា4-5ឆ្នាំមុនចាបាទឥឡូវបកមកកាន់កម្មវិធីពេញចិត្តឬអត់វិញទស្សនាអាទិត្យដែលកន្លងទៅលើកមុននេះចាទស្សនានៅក្នុងកម្មវិធីពេញចិត្តអត់នេះគឺនាងខ្ញុំចូលចិត្តមើលចាថ្ងៃមួយនាងខ្ញុំទៅលេងនៅកំពង់សោមចាំថ្ងៃសៅរ៍ចាហើយទៅអត់បានទៅមើលទៅលេងសមុទ្រទេអង្គុយនៅហាងកាហ្វេហ្នឹងគឺគេដាក់កម្មវិធីហ្នឹងរហូតដល់ចប់ចាហើយនាងខ្ញុំក៏ទៅណាដែរព្រោះជាប់ចិត្តជាមួយនឹងកម្មវិធីនេះមែនតើមានលឺណាគេជេរពួកបងហ៎ចាក៏ប៉ិតនាងខ្ញុំនិយាយការប៉ិតសូម្បីតែនៅហាងកាហ្វេពីមុនខ្ញុំធ្លាប់ឃើញតែគេមើលរឿងអីផ្សេងអញ្ចឹងណាក្រៅខេប៉ុន្តែឥឡូវនេះពេញចិត្តអត់ឲ្យថ្ងៃសៅរ៍គឺគ្រប់ទាំងអស់មិនថាហាងកាហ្វេបន្ទាប់មកខ្ញុំចូលទៅបានអាឡ័យក៏ដាក់កម្មវិធីហ្នឹងដែរចានិយាយទៅតបតែឃើញនៅហាងកាហ្វេរឿងផ្សេងអីគេថាម៉េចរឿងគេខ្លះទៅអញកាហ្វេមានរឿងច្រើនទៅតាមតបនីមួយនេះបែកបោកបដាចាចារលីងលោកនៅតាមហាងកាហ្វេរឿងអត់ខ្ញុំក៏ធ្លាប់នៅតាមហាងកាហ្វេដែរបាទចានិយាយទៅតែហើយបងជួយមកនឹងហាំរលីងណាកាហ្វេទៅមានទូទុក3មួយខាងទៅចា3បុកមួយខាងទៀតកម្មវិធីយើង My TV មួយខាងទៀតគេចៅភាគអន្តិនស៊ីហើយមួយទៀតអីគេគឺប្រផ្លែងមួយទៀតប្រផ្លែងចារឿងប្រផ្លែងដៃគូមែនចារឿងប្រផ្លែងដៃគូដូចដៃគូរលីងឯងមកខ្ញុំចឹងអត់ទេត្រូវទៅសារចាត្រូវសារបងស្រីម៉ាណាគាត់ប្រកាសសង្កេតមើលតាមហាងកាហ្វេចង់និយាយចេះម៉ាណាមិញគាត់ដើរបង្ហាញម៉ូដមែនដើរម៉ូដខ្ញុំចេះតែភ័យឃើញពាន់ជើងចុះឡើងចេះខ្លាចមែនអត់ទេម៉ាណាមើលទៅមានអារម្មណ៍ថាចេះដោយសារតែកម្មវិធីគាត់ធ្លាប់ចូលរួមនៅក្នុងកម្មវិធីដល់ពេលមកចឹងមានអារម្មណ៍ប្លែកចាហើយកុំឲ្យសួរគាត់ថាចេះច្រៀងអីគាត់ថាពិបាកដល់ដើមមកគាត់ថាក៏ពិបាកដូចគ្នាប៉ុន្តែឥឡូវជំនាញអីដែលច្បាស់ជាងគេហ្មងឥឡូវចេះបងអាចចេះនិយាយទេចាបងមកអូអត់ចេះនិយាយមួយទៀតចប់បណ្ដោយអត់ទេនិយាយបានគាត់ថាពេលមកកម្មវិធីចឹងពេលខ្លះឲ្យសម្ដែងអីចឹងពិបាកតិចចឹងណាអត់ទេសរសើរកញ្ញាដួងម៉ាណាគឺខ្ញុំស្គាល់គាត់យូរហើយចាបានឆ្នាំធ្វើពិធីការនេះប៉ុស្តិ៍លេខ5ចាគឺសម្រស់ស្អាតដដែលហើយលោក BIG ឃើញគេស្អាតទេមានអារម្មណ៍មិនហិចដាក់មុនឡៃមុនឯណាដល់ចំហមាត់រហូតទេនេះស្លុតស្លងមកឃើញគេស្អាតហើយស្លុតហើយតែចុះចាក់កន្លែងធ្ងន់ឡោឃើញគេចំខ្ញុំភ្ញាក់មែនភ្ញាក់កុំលេងពណ៌រោបញ្ញាម៉ាណាស៊ីនឹងពណ៌រោបនេះខ្ញុំស្អាតដូចគ្នាហើយស៊ីមួកខ្ញុំដែរស៊ីមួកខ្ញុំដែរអូជិះទៅមកជីចាឥឡូវយកពីអរមែនតើនេះលេងហ៎មែនតើភ្ញាក់មែនតើតែគាត់ភ្ញាក់គាត់មកសាននេះទៅពេលឃើញគេចាក់ដៃពីរខ្លាចដែរហ្នឹងហ៎មីងអូតាំងពីខ្ញុំនៅរៀនតាំងពីខ្ញុំនៅរៀនជាប់ចាបរាគតិយុចាចឹងណាសម្រាប់គណៈកម្មការ4នាក់អត់ឲ្យគ្នានិយាយសោះចឹងអត់តែឃើញដល់ម៉ាណានិយាយតិចម៉ាណាស្មាគមបងប្អូនយើងតើអូនចាប់បានឥឡូវយើងអីក៏បានដែរក្រៅពីរោងគុំអីយើងសួរបងប្អូនទាំងអស់គ្នាចាសុខសប្បាយទាំងអស់គ្នាសុខសប្បាយចាទៅមកហ្នឹង
មកឆ្លើយហើយចា អូយលោកអើយលោកមកចាស់លោក ឥឡូវលោកពីអាជីខ្ញុំសួរមួយម៉ាត់ទេណាចុះបើគេចាក់ចកេះមិនបានយើងចេះតែភ្ញាក់ហើយជុំពេលនៅមួយប្រពន្ធម្ដងពេលប្រពន្ធឲ្យ នេះបាទទេគេថានៅកន្លោះនៅកមុំចាក់កលេទៅភ្ញាក់ ចា តាមពិតគាត់ចង់ថាខ្លួនឯងកំឡោះតាមមានគុណ តាមខ្ញុំបកកាយ ចាដូចខ្ញុំទៅគេចាក់ទៅខ្ញុំភ្លេចភ្ញាក់ លោកមុនខ្ញុំមិនអេបងនិយាយថាលោកមុនមិនភ្ញាក់ចេះទេចង់ខ្ញុំចាប់ចេះបែរមកនេះវិញមក អីដល់លេងចាស់តែឯងគេភ្លេចបញ្ញាចង់បញ្ញាថាខ្លួនឯងនៅលីវកំមុំមិនដែរចង់បញ្ញាឯងជឿ ចាឲ្យអូនមិនណាសម្រាប់សិនហើយគេដាក់កម្មការសុំអំបល់ឈប់ចាក់គ្នាខ្ញុំសាយក្នុងពោះខ្ញុំក៏ឡើងសាយអើចាំណែមកណាអត់ចាញ់នេះអូនអូយចាំទៅទៅមកថ្ងៃនេះសាយជ្រុលមែនបាទឥឡូវយើងជួបនឹងតារាទី2របស់យើងគឺបងប្រុសជាសំណាង ចង់ត្រឹមតែឃើញแค่អូនមិនបានខ្លួនក៏ឲ្យតែចង់ត្រឹមតែឃើញសមរងរូបនាងមិនដែលឃើញសងស្រស់អើយសែនស្រស់ម្លេះទេចង់ត្រឹមតែឃើញដំណើររៀងស្រីដាក៏សមលេកប៉ុន្តែសាងពីមកទេបានជាជាតិនេះមានសំណាឲ្យគេវងវេគ្រប់គ្នាក្តីសើមកមួយគ្រាបើឃើញរាល់ថ្ងៃអរដីក៏ព្រីខ្លាយជាវិមានសូបានសួរបងបាទសុខសប្បាយបងសុខសប្បាយបាទអរគុណបងបានចូលរួមកម្មវិធីខ្ញុំផងដែរអរគុណសម្រាប់My TV ដូចជា CTN ដែលបានតែងតែអញ្ជើញខ្ញុំចូលរួមក្នុងកម្មវិធីហើយថ្ងៃនេះមានសេចក្តីសប្បាយរីករាយណាស់ពិសេសឃើញនារីស្អាតម្នាក់អញ្ចឹងក៏សម្រាប់ចិត្តច្រៀងបទហ្នឹងទៅចាដឹងតែខ្ញុំចាតើនារីម្នាក់ហ្នឹងនៅកន្លែងហ្នឹងចិត្តហ្នឹងហ៎បងអីជំរាបសួរបងជំរាបសួរបងចាបងសំណាងប្តីសម្លាញ់បងភ្លេចអូនណាបងធ្វើឲ្យអូនពោះថប់បងដឹងខ្លួនទៀតខ្ញុំរកជំរាបលាសិនទេបងភ្លេចទេរឿងសុបិននាងតញបងមិនប្តីអូនកាលនោះមកពីឯងកាចពេកបានតែខ្ញុំរត់បាត់នោះអត់មានទេប្រាប់មិនបើឯងធ្វើបាបអត់គិតគេគិតឯងចុះខ្ញុំនៅមិនបើឯងមិនយល់ពីការយោគយល់គ្នាផងមិនអញ្ចឹងបាទឥឡូវអូនដឹងខុសហើយតាអូនដឹងខុសហើយនោះពិសេសកូនស្រីដល់កាចនោះស្រីឌឿនស្រីឌឿនលោកប៉ាបងដែរប៉ាលោកប៉ាជំរឿកូនតាំងពីទូអញ្ចឹងតាំងហើយកូនទៅកិច្ចការផ្ទះកូនមិនយ៉ាងចេះធ្វើគាត់ចាំតែក៏គិតអញ្ចឹងដែរការទៅពិនិត្យណាអីគេឆ្លោះអេកូនណាម្ដាយមិនដឹងថាមុខកូនឯងអញ្ចឹងទេម្ដាយដឹងថាមុខកូនឯងអញ្ចឹងអូយម្ដាយមិនឲ្យកូនឯងកើតមកទេពេលហ្នឹងខ្ញុំឃើញកណ្ដាលអេកូម៉ែសល់ខ្ញុំយកដៃធ្វើចេះចាតែដល់ពេលខ្ញុំស្លក់ពេទ្យទៀតកូនហើយម្ដាយចឹងបានឪពុករត់ចោលស្អាតម្យ៉ាងម្នាក់និយាយទៅធម្មតាសាច់ឈាមគឺថាប្តីប្រពន្ធនៅជាមួយគ្នាមុខស្តៀងគ្នាតែដល់ពេលបងទាំងពីរពុកម៉ែខ្ញុំនៅជាមួយគ្នាតែមុខអត់ស្តៀងគ្នាដល់ពេលបែកកើតខ្ញុំមកមុខអាក្រក់យករបស់អញ្ចឹងបានថាវាមិនដឹងថា
កូនអ្នកណាមិនទាន់បានយកទៅពិនិត្យ DNA ណាមិនដឹងថាកូនអ្នកណាកើតមកអញ្ចឹងខ្ញុំវាដឹងដែរហ្នឹង ខ្សែកូនបញ្ជី ពេលគម្រប់5ខែនៅក្នុងពោះហ្នឹងទៅឆ្លោះអេកូមើលឃើញដុសកុយហើយហ្នឹងដល់តែពេលគម្រប់អាយុថានឹកឃើញតែចាប់វាការប្រពន្ធការអីទៅមើលស្រាប់វាទៅជាបាត់អាកុយ ចាហើយបងចូលរួមកម្មវិធីយើងថ្ងៃនេះខ្ញុំមិនដែរបងចាប់អារម្មណ៍មិនដែរចូលម មា ក នអារម្មណ៍សប្បាយព្រោះថាចូលរួមកម្មវិធីនេះធ្វើឲ្យយើងសប្បាយរីករាយហើយពិសេសនោះគិតថាពេលចប់នឹងទៅឲ្យអ្នកគ្រូទាយទៅទាយមើលគីឡូយ៉ាងម៉េចដែរបាទព្រោះឆ្នាំថ្មី ចាឆ្នាំថ្មីចង់ទាយពីអីដែរបងបាទចង់ទាយពីអី អត់ទេពេលបងសំណាងអីខ្ញុំទាយបានប៉ុន្តែសម្រាប់បងគឺថាទាយតក្នុងបន្ទប់2នាក់បានទាយឆ្លប់ ដោះណាក់ហ្នឹងបង អត់ទេលក្ខការពួកគាត់ត្រូវការលក្ខការ ចាកុំឲ្យគេដឹងរឿងច្រើន តែខ្ញុំដឹងរឿងច្រើន បងសំណាងចាំទៅទាយនៅក្នុងបន្ទប់បន្តុបាទទៅដែរតែសូមរំលឹករឿងអតីតកាលបន្តិចក៏ខ្ញុំមួយបងសំណាងដើរជាមួយគ្នាបាទនៅក្មេងៗបាទគឺសិតតែគីបប្រុសស្អាតតែ ប៉ិនចេះខ្លាចឆ្ងល់ គីបនឹង3ហ៎បងបានន័យថាក្រុមប្រុសស្អាតអ៊ីគី អេគីបធីម បាទធីមខ្ញុំធីមប្រុសស្អាត មានអ្នកណាគេខ្លះ មានបងសំណាងមានសុភាដេវីតបាទសុភាដេវីតហើយនឹងតន បាទរៀមច្បងចាស់ពីមុនទៀតច្រើន តែចុះបងឯងដូចមើលទៅដូចអាយុប្អូនបងសំណាងឯង បាទបងគាត់អាយុបងគាត់ ហើយរាប់អានគ្នាដើរលេង បាទគាត់ហ្នឹងដើរលេងមួយគ្នា ចា បាទហើយនិយាយទៅពួកខ្ញុំអត់សូវជាញ៉ៃញ៉ៃរឿងសវត្តរឿងអីទេគឺលេងសម្លៀកបំពាក់ វត្តរស្រី បាទរត់តែស្អី តែប៉ុន្តែយើងដើរលេងជាមួយគ្នាមែនប៉ុន្តែអ្នកធ្វើឲ្យ BIG ផ្ទៃពោះមិនមែនខ្ញុំទេណា មែនទេ បាទមែនបងទេណា ចាបងដេវីតខ្ញុំហ្វេនគាត់ រលីនឯងនិយាយមាត់ធម្មតាកុំធ្វើអាមាត់ស្តិចតិចខ្ញុំខ្ពើប គាត់ខ្ញុំមុនមានធំជាងហ្នឹងទៀតហ៎អញ្ចឹងដល់ពេលខ្ញុំចូលចិត្តនិយាយធ្វើមុខធ្វើមាត់ពេកដូចបងខ្ញុំផ្ទះហ្មងផ្លាច់ឈាមមិនដេទៅឥឡូវមាត់តែទូចប៉ុណ្ណឹងឯណាឲ្យសំមុខមុនសើចមកដល់ត្រចៀក មិនកាលហ្នឹងមិនរលីនឯងមិន ចាដូចថាខ្ញុំចូលចិត្តបងដេវីតគាត់សំដែងអូលយទៅលើតាមក្រៅស្រីគាត់សង្ហាទៀតភ្នែកទូច ប៉ុន្តែថ្ងៃមុនគ្រោះថ្នាក់ចរាចរណ៍គេថាលោកដេវីតនឹងប៉ះពៀដល់ពេលយកអត្តញ្ញាណប័ណ្ណទៅមិនមែនទេម៉ៅសុភាទេឈ្មោះគាត់ តែមានច្រើនថ្ងៃមុនគេទៅតែរៀបរាប់ពីឈ្មោះតារាដែលចូលសិល្បៈតកែឈ្មោះអីណាចាលោកព្រលឹងដែរចាដូចលោកអលេចន្ទ្រាលឹមប៉ៅស្រុន មែនហ៎ ចាកំណើត ចាកញ្ញាឆៃលីដឡែនអីចាមិនមែនឆៃលីទេគឺមឿនម្លែន បាទគឺដូច BIG ពីមុនដើរហើយមែនហ្នឹងលោកសីហាឬ Mr. Map ទេ សៃហា មកពាក្យអីបន្តទៅ ពីអីគេហៅតូយ ចា អាតូយ អត់ទេអញ្ជើញបងសំណាងគាត់អង្គុយតែម្ដងណាបងអើយ បាទ ចាអរគុណច្រើន អរគុណច្រើន ច្រើនបងប្រុសសម្រាប់សិន បាទតារាទី3របស់យើងគឺតារាកំ pl គឺបងពេញប៉ៅ គុំអាងមានលុយក៏អត់មានដែរតែខ្វាក់ដែរចិនទេណាអ្នកបងណាបងទៅបានស្អែតែចិនទេតែចិនដែរស្អែអូនហើយបងចា សុខសប្បាយបង ចាសុខសប្បាយច្រើនអូនអរគុណច្រើនចាជំរាបសួរតចាជំរាបសួរបងប្អូនទៀតយូរមកលេងផ្ទះពួកយើងម្ដងចាតែថ្ងៃនេះ10គីឡូថ្ងៃនេះសប្បាយចិត្តណាស់បានមកជួបបងជាពិសេសតុនឹងអីគេរលីនណាខ្ញុំអត់សូវប៉ិននិយាយផងមកដល់បងទទួលហ្មងនិយាយគាត់តែចាអត់ចេះនិយាយឲ្យតើខ្ញុំអត់សូវមកកាយនិយាយឲ្យសុខសប្បាយអត់សុខសប្បាយទៅមកប៉ាអីហ៎អត់ចេះនិយាយទេអត់ចេះនិយាយម្នាក់មួយចឹងឈួតនៅចិត្តអីព្រោះអីបើសិនខ្ញុំមិនបានថាចិត្តឈួតចឹងមានតែតាក់ទោអត់ទេខ្ញុំស្រោចទឹកឲ្យមកស្រោចទឹកឲ្យដាក់តែ3ផ្ដិលជាអើយមានអីតែដល់4ផ្ដិលទៅវិញទៅមានអីតោរឹងលឿនព្រៃហ្មងអត់ទេពេលប៉ោងឲ្យតិចទៀតដូរឈ្មោះ
ពោះទៅកុំដាក់ពេទ្យប៉ោងដាក់អីទេចាឥឡូវស្គមហីឥឡូវដាក់ឈ្មោះឲ្យអីចឹងអ្នកនាងកងជាតិគេដាក់ចឹងត្រូវហើយមិនអត់ទេបើឥឡូវស្រកគីឡូហើយហ្នឹងអត់ទេដាក់ពេទ្យប៉ោងចឹងត្រូវទៅណាទៅណៃបាច់ចាក់សាំងឡានអីគ្នាហោះមកឥឡូវចេះពេទ្យប៉ោងស្វាគមន៍បងប្អូនយើងទៅណាចាសូមអញ្ជើញ ចាបងចាសូមជម្រាបសួរពុកម៉ែបងប្អូនដែលកំពុងតែទស្សនាតាមរយៈកញ្ចក់ My TV កម្មវិធីពេញចិត្តអត់ក៏សូមជម្រាបសួរបងប្អូនដែលកំពុងទស្សនានៅទីនេះផងដែរចាសូមហៅមួយមកដើម្បីស្វាគមន៍ចាអរគុណបងហើយជម្រាបសួរបងកងជាតិ BIG រលីនចាំនិយាយគ្រប់ពីម៉ោងចាំជម្រាបសួរ មានបុតនៅ សាមម៉ាមានតែក្មួយមានហើយកូននោះ មានណា ហ្នឹងមានបាត់មានតែកូន មានកូនណាម៉ា កូន ហើយក ូនដៃកូនជើង ហើយកាលណាយកនេះការ5 10ឆ្នាំហើយហ្នឹង ចេះថា6 10ហើយតែខ្ញុំចេះថា មួយគាត់នៅកំពង់ចាម ប្តីសង្ហាណា ស ប្តី ង្ហាកេះខ្ញុំលោ អត់ទេនិយាយទៅរលីនអត់តែគេមានប្តីតាំងប្តីគេកេះខ្លួនឯងដូចប្តីគេអត់ភ្នែកមើលចឹង ចាអរគុណបងវិកោសម្រាប់សិនណាបងណាអរគុណច្រើនតារាស្រខាតទៅណាក៏ស្គាល់ដែរឥឡូវ បាទតារាទី4របស់យើងគឺបងប្រុសសានផានិត ក្រអូបតែក្លិនមិនបានឃើញខ្លួនលិនណៅចាស់ស្ងួនពូននៅឯណាចង់ឃើញចង់យល់ចង់ស្គាល់ភែនត្រាតាមចាំគុទ្ធាលយ៉ាងណាទៅក្លិននេះក្រអូមស្រោមមិនចេះណាក្លិនប្រចាំកាយរបស់ស្រីពៅបើសិនបានប្រានមានស្ងួនអីលើរៀមនឹងស្ទុះទៅអង្វរសុំស្នេហ៍ក្លិននេះក្រអូមស្រោបមិនចេះណាក្លិនប្រចាំកាយរបស់ស្រីពៅបើសិនបានប្រានមានស្ងួនអីលើរៀមនឹងស្ទុះទៅអង្វរសុំស្នេហ៍លាក់ខ្លួនដល់ណាជីវបងតាបំណងអូនមិនដែររៀមខំស្រីហើយរកស្នេហ៍នៅតែស្ងាត់ពុំលឺអ្វីគូអូនអានិនដល់ចិនរីមរាក្លិនណយជីវ៉ាមេត្តាបងផងបើសិនបានអូនមកបីត្រកវាចាស្នេហ៍ស្នងដាក់ទៀមស្នេហាគូអូនអានិនដល់ចិនរីមរាក្លិននៅឯណាមេត្តាបងផងបើស្ទើរអូនស្នេហ៍ឲ្យ Facebook ផងថែមទាំងបំណងស្គាល់លេខទូរស័ព្ទលាក់ខ្លួនដល់ណាជីវបងតើបំណងអូនមិនដែររៀមខំស្រីហើយរកស្នេហ៍នៅតែស្ងាត់ពុំលឺអ្វីលាក់ខ្លួនដល់ណាជីវបងតើបំណងអូនមិនដែរយ៉ាភ្លេចគិតទីក៏ឡែចូលច្បាស់ចាសូមមានសួរបងសូមមកបញ្ញាអារម្មណ៍ទីពេលបងប្អូនលោកសាសនាដល់3សូមបាត់ដៃក៏មានម្ដងក្នុងជីវិតមិនទៅសិនជាពិធីកបពីការនេះអត់ចេញមកកាត់ទេបាត់នឹងតស្អែកបានចោលឥឡូវតែលងសម្រស់មួយរលីនស្អាតលងបដ ாய் ខ្លួនដល់ណា
ជីវ៉ាបងតើបំណងអូនមិនដេចដែរបងខំស្រែកហៅធ្វើរត់ស្នានាងហ្នឹងគឺมันអាចបញ្ចេញមុខបានទេចានាងហ្នឹងគឺនាងនេះបញ្ចេញមុខមិនកើតហើយអាក្លិនក្អូបហ្នឹងគឺគេបាញ់ទាំងអត់សិតឆានែលដល់ចឹងគេបាញ់ប្រហើបឆោតមនុស្សប្រុសហ្នឹងឯងគេមិនអាចបង្ហាញសម្រស់បានទេបើសិនជាចេញសម្រស់មកគឺប្រុសហ្នឹងសន្លប់ហ្មងចាមកចឹងបងចិត្តនារីម្នាក់ហ្នឹងលាក់ខ្លួនរហូតហ្នឹងបញ្ចេញតែក្លិនហ្នឹងយល់ទេគឺគេអស់ទាំងអប់លេងថោមឲ្យទាយខ្លួនគាត់ណាគេមើលដល់ពេលមើលមិនមកមនុស្សមកទៅចង្កាយចាថ្ងៃនេះមានអារម្មណ៍មិនដែរបងចូលរួមកម្មវិធីយើងមានអារម្មណ៍ថារំភើបរីករាយណាស់បន្ទាប់ពីបាត់មុខនៅក្នុងភពសិល្បៈមួយរយៈហើយឃើញពូម៉ាក់គង់សជាតិកតុពូម៉ាក់រលីងហើយនឹង BLG ហ្នឹងថ្ងៃនេះជួបសិនតែអ្នកអតីតកាលខ្ញុំសុំកាត់បងតិចហ្មងខ្ញុំឆ្ងល់ខ្ញុំឆ្ងល់រឿងកាបងឯងច្រៀងបត់អីបត់ភ្នែកមិនទូរស័ព្ទពេលបងសាប់ត្រាហេតុអីប្រាប់ផងបងសុំតិចហើយពេលដែរបងភ្មិចត្រាហេតុអីបងចេះតែក្តោបពីក្រោមឡើងមកលើខ្ញុំអត់យល់ឥឡូវបងសុំជាស្ដាយបងតខ្លួនបងយើងទៅយ៉ាងម៉េចការផលិតប្រាប់ហ៎ដែលបងទាំងមិននេត្រាក៏ឃើញតែមុខជីវ៉ាយ៉ាងឡើងបងឈប់បងកុំបងឯងក្តោបតិចបបាអត់បានច្រៀងឥឡូវសុំ20បកស្រាយនៅក្នុងជីវិតសិល្បៈ2ទសវត្សរ៍នេះចុះតាមពិតមិនមែនជាស្ទាយទេចាធ្ងន់បងធ្ងន់អីគេបងធ្ងន់ខ្លួនធ្ងន់គីឡូគីឡូកាលហ្នឹងបងស្គាល់ស្ទាយហ្នឹងអត់ទេកាលហ្នឹងប្រហែលជាបងសានផនិតគាត់ស្លៀកអាខោនេះខោកបយហើយគាត់ធ្ងន់ខោកបយមិននិយាយការជំនាន់នៅរៀនណាបើវត្តកោះឲ្យមិនចូលដល់ស៊ីសវត្តទេហ្នឹងហើយជំនាន់គេមកក្រុមហ្នឹងនិយាយវិថាខលណាឃើញស្រីអញ្ចឹងណាចាចូលចិត្តមើលហើយអាសាទៅអឺថ្នាក់ខ្ញុំទៅញ៉ាយខ្ញុំនិយាយមែនតាក្រុមហ្នឹងមែនតាណាតែខ្ញុំជឿក្រុមកស៊ូវិញអូតលាត់មើលលាត់ស្អីចាតែតែមានហ្មងលាត់តែគេចាប់ចងពាត់មកក្រោយចាអរគុណបងសម្រាប់សិនបានណាចាអរគុណច្រើនបងដែលចូលរួមកម្មវិធីថ្ងៃនេះបាទវគ្គខ្លះជួបជាមួយនឹងគណៈកម្មការក្រយុអាញាសម្រាប់ឲ្យផ្លេសិន